សារភាពក្តីស្រឡាញ់ទៅថ្លៃខ្ញុំដឹងថាខ្ញុំកំពុងនៅគេខួរក្បាលនៅកេញតែឈ្មោះគេការចងចាំពីគេទុកបានត្រឹមសំងាត់នៅក្នុងចិត្តគ្មានថ្ងៃអាចនេះប្រហែលជាមេឃដែលខ្យល់ខ្លាំងពេកទៅភ្នែកអូននេះហូរមិនឈប់អូនអន់ខ្លាំងណាស់ដែលមិនអាចធ្វើឲ្យបងស្រឡាញ់អូនបាននេះគ្មានផ្នែកទេឃើញនេះមានតម្លៃដល់ទៅ50,000 ដុល្លារបើខ្ទេចទៅនេះមកលទ្ធភាពសងដែរទេពិតជាដល់មិនចេះមើលមែនប្រហែលជាមេឃលះភ្លៀងខ្លាំងពេកទៅគេមិនដាប់លើនេះរួមខ្ញុំតែខ្ញុំកុំតាក់ពេកទេមិនកាសម័យសារភាព7 ថ្ងៃក្រោយខ្ញុំនឹងរៀបចំពិធីជប់លៀងគម្រប់ខួបអាពាហ៍ពិពាហ៍របស់ខ្ញុំនិងភរិយាជាន់កម្ពុជាវាមានយ៉ាងឆឹងទូអញ្ជើញអ្នកនរគ្នាចូលរួមជាសក្ខីភាពដល់ស្នេហាខ្ញុំនិងភរិយាផងរ៉ាន់មកវិញហើយមែនទេយប់មិញបងរវល់នៅរៀបចំកម្មវិធីទុកគម្រប់ខួបអាពាហ៍ពិពាហ៍យើងបងរៀបចំរ៉ូបឲ្យអូនទៅមករៀងយកបន្ទិញអូនពេញចិត្តដែរទេបងជាអ្នក design ដោយផ្ទាល់ប្រពន្ធសម្លាញ់រីរីគម្រប់ខួបអាពាហ៍ពិពាហ៍បច្ចុប្បន្នដល់យប់ជ្រៅប្រតារៀបចំកាដូឲ្យយើងឬមកក៏រវល់ឡើងក្រែជាមួយលាវម៉ាក់ឆាំងឲ្យប្រកាសទិញម៉ាក់បានរៀបចំកាដូឲ្យអូនអញ្ចឹងគឺត្រូវតែមានត្រឡប់ទៅវិញហើយនេះគឺជាអ្វីដែលអូនជូនបងចាំ7 ថ្ងៃក្រោយសិនចាំបើកមកវានឹងហើយវាប្រកាសជាធ្វើឲ្យបងមានការភ្ញាក់ផ្អើលមិនខានទេល្អចាំបាក់នៅថ្ងៃគម្រប់គូគឺកាន់តែមាននេះអូនសម្លាញ់ពួកយើងទៅពីណារៀបការជាមួយគ្នា3 ឆ្នាំលឿនណាស់ខ្លាំងណាស់បងសម្លាញ់អូនហើយក៏សម្លាញ់រហូតទៅដែរប្រហែលមានតែសេចក្តីស្លាប់ទេទើបអាចបំបែកពួកយើងទាំងពីរនាក់បានបើសិនជាមានតែសេចក្តីស្លាប់តែម្យ៉ាងដែលធ្វើពួកយើងបែកគ្នាបានអញ្ចឹងសង្ឃឹមថា7 ថ្ងៃក្រោយនៅពេលដែលលោកទទួលបានលិខិតមរណភាពរបស់ខ្ញុំហើយលោកគឺអាចទទួលការបែកគ្នាស្លាប់របស់ពួកយើងហើយឬអូនមិនអាចសុំបីតែគិតស្រមៃដល់ថ្ងៃមួយនោះទេគ្មានថ្ងៃអាចនេះរ៉ាន់នេះឯងសម្រាប់ចិត្តច្បាស់ឲ្យមែនទេថានឹងធ្វើតែការពិសោធន៍បច្ចេកវិទ្យាគ្រីតិចនឹងការធ្វើតែពិសោធន៍ផ្នែកបច្ចេកវិទ្យាគ្រីតិចគឺជាកម្រងស្រាវជ្រាវមកពេលម៉ាក់ខ្ញុំមានជំងឺហើយនេះខ្ញុំចង់មកពេញបំណងរបស់គាត់ចា៎អញគឺជាមិត្តសម្លាញ់តំណែងគាត់ដែលខ្ញុំជឿទុកចិត្តរហូតមកហេតុនេះអញក៏ប្រាប់អ្នកណាបានទេអញ្ចឹងប៉ុណ្ណឹងបានហើយអូនសម្លាញ់តើខ្ញុំអាចដឹងផងបានទេតើអូនអាចខ្លាចជាមិនដែរបងផ្ដល់ក្តីស្រឡាញ់មកកបាំងជូនការឈប់រត់ឲ្យអូនរាល់ថ្ងៃបែបនេះនេះតើបងចុះទម្លាប់នេះប្រហែលឆ្នាំមកហើយគិតទៅតាំងពីពេលដែលអូនយកព្រមធ្វើមិត្តសិទ្ធិរបស់បងមកគឺរយៈពេលប្រហែល5 ឆ្នាំហើយអូនអន់ខ្លាំងណាស់ដែលមិនអាចធ្វើឲ្យបងស្រឡាញ់អូនបានអូនស្ដាយណាស់ដែលអូនមកចិត្តមិនត្រូវពេលតែអូនត្រូវតែទទួលយកទាំងស្ងៀមស្ងាត់មិនអាចនឹកត្រឹមថតទៅចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងប្រឹងធ្វើជាមិត្តស្រីរបស់លោកចឹងហើយក៏នឹងស្រឡាញ់លោកឲ្យខ្លាំងដូចជាលោកស្រឡាញ់ខ្ញុំដែរប៉ុន្តែបើសិនជាមានថ្ងៃណាមួយលោកទៅស្រឡាញ់អ្នកផ្សេងនោះខ្ញុំនឹងចាក់ចេញពីលោកដោយគ្មានការស្ទាក់ស្ទើរឡើយផ្កានេះជាផ្កាដែលអូនចូលចិត្តហើយអត្ថន័យរបស់វាគឺពុះពេញដោយភាពអន្ទះសារនិងភាពស្មោះត្រង់ហើយមួយទៀតបងក៏មិនអាចស្រឡាញ់អ្នកណាផ្សេងបានដែរហើយក៏មិនឲ្យអូនមានឱកាសទៅរកអ្នកផ្សេងដែរតាំងពីពេលហ្នឹងមកឲ្យតែដល់គម្រប់គឺសារភាពស្នេហ៍អូនបងតែងតែជួនកាលជួបរកដល់អូនរ៉ាន់នេះ5 ឆ្នាំហើយណាពេលដួលរបស់បងមិនដែលប្រែប្រួលទេប្រហែលជាមេឃលះភ្លៀងខ្លាំងពេកទៅគេមិនដាប់លើនេះរួមខ្ញុំតែខ្ញុំកុំតាក់ពេកទេមិនកាសម័យសារភាពក្តីស្រឡាញ់ទៅថ្លៃខ្ញុំដឹងថាខ្ញុំកំពុងនៅគេខួរក្បាលនៅកេញតែឈ្មោះគេសាបាក់មើលទៅគេទុកបានត្រឹមសំងាត់នៅក្នុងចិត្តគ្មានថ្ងៃអាចនេះ
ចិញ្ចៀនពេជ្រនេះមានឈ្មោះថាចិញ្ចៀនពេជ្របេដូស្មោះដល់ហើយគម្រប់ខួបរបស់យើងអូនពាក់វាចូលរួមកម្មវិធីបានទេចិញ្ចៀននេះកែក៏បានឲ្យទៅលីមកឆឹងដែរស៊ីណោះមកកបបេដងស្មោះត្រង់របស់លោកបានចែកឲ្យមនុស្សដល់ទៅ2នាក់បែបនេះបងមកចាំអ្វីដែលអូនធ្លាប់ប្រាប់បងសូមចូលទៅមើលរឿងពេញនៅក្នុង YouTube Khmer Movie Insight លោកអ្នកអាចចុចចូលតាម link ខាងក្រោម I comment ក៏បានហើយកុំភ្លេច follow and like page មួយផងណាដើម្បីទទួលបានរឿងថ្មីមុនគេអរគុណ